នេះគឺយើងត្រូវគូបកងព័ត៌មាននៅអត្ថបទជាមួយនឹងសំណួរ matching features យើងត្រូវមើល instruction គេច្បាស់សិននៅក្នុងនេះក៏គេបាននិយាយច្បាស់ថានៅពេលដែលគូបកងអាចមានចម្លើយមួយចំនួនហ្នឹងគឺវាលើសឧបមាថា B អាចមាន B 2 ដង C អាចមាន C 2 ដងអញ្ចឹងទៅអាស្រ័យទៅលើអត្ថន័យជាក់ស្ដែងនៅខាងឆ្វេងដៃជាអត្ថបទជា paragraph A B C D នៅខាងស្ដាំដៃជា statement ជាព័ត៌មានដែលយើងត្រូវគូបកងហើយយើងត្រូវមើល paragraph A សិន Charles Darwin is best known for his theory of evolution through natural selection presented in his book on the origin of species ចឹងកន្លែងហ្នឹងគឺនិយាយពីលោក Charles Darwin ជាអ្នកវិទ្យាសាស្ត្រហើយគាត់ល្បីខាងសរសេរទ្រឹស្ដី evolution វិវត្តរបស់មនុស្សហើយយើងមើលនៅក្នុង statement តាមមួយនេះត្រូវជាមួយគាត់លេខ1ដល់លេខ6ទី1គេសរសេរថា wrote a famous book about evolution តោះនេះឃើញផុសតាំងនៅលើនឹងស្រាប់ហើយគឺគេសរសេរនៅលើនឹងហ្មងថា best known for his theory evolution through natural selection ហើយក៏គេដាក់ឈ្មោះសៀវភៅគាត់ដែរ book on original species ហ្នឹងគឺជាសៀវភៅរបស់គាត់ដែរអញ្ចឹងយើងឃើញព័ត៌មានស្រាប់លេខ1ហ្នឹងគឺត្រូវជាមួយនឹង A B. Isaac Newton made major contributions to physics, formulating the law of motion and universal gravitation. ចឹងកន្លែងនេះលោក Isaac Newton គឺគាត់ជាអ្នករកឃើញនៅច្បាប់ទំនាញដីអញ្ចឹងទៅចឹងយើងមើលខាងស្ដាំដៃជា statement មួយនេះដែលត្រូវជាមួយ Newton ដឹងថាគាត់មិនមែនជាអ្នកសរសេរទ្រឹស្ដីរបស់ evolution ការវិវត្តរបស់មនុស្សអត់ទេណាទី2 formulating the law of motion ដល់នេះក៏ឃើញព័ត៌មាននៅខាងឆ្វេងដៃក៏គេសរសេរច្បាស់ព័ត៌មាននៅលើនឹងដែរគេសរសេរថា formulating the law of motions ចឹងកន្លែងហ្នឹងលេខ2គឺចម្លើយ B C Galileo Galilei improved the telescope and made astronomical observation including discovery of Jupiter moonsកន្លែងហ្នឹងគឺលោក Galileo Galilei ហ្នឹងគឺគាត់បានន័យថាធ្វើឲ្យ telescope បានតែល្អប្រសើរហើយគាត់ប្រើវាដើម្បីសម្លឹងទៅមើលបានន័យថាព្រះខែរបស់ Jupiter ចឹងកន្លែងនេះយើងមើលទៅ statement លេខ3 observe moons orbiting Jupiter យើងឃើញច្បាស់ហើយថាសំណួរហ្នឹងគឺមានចម្លើយនៅលើមក including discovery of Jupiter's moon ចំណុចហ្នឹងគឺ C នេះថាវាខ្លីៗដែរតែយើងស្រួលមើលអញ្ចឹងD. Albert Einstein developed the theory of relativity, changing how scientists understood time, space, and energy. Albert Einstein ក៏សិក្សាទៅលើទ្រឹស្ដី relativity ហើយផ្លាស់ប្ដូរការយល់ដឹងរបស់អ្នកវិទ្យាសាស្ត្រទៅលើអ្វីដែលជាពេលវេលាជា space ជាធម្មពលអញ្ចឹងទៅអញ្ចឹងយើងមើលលេខ5 work on universal gravitation សួរថាត្រូវជាមួយនឹង Einstein ដែរអត់sorry លេខ4 develop the theory of relativity យើងឃើញនៅលើនឹងស្រាប់តែម្ដងគឺ Einstein គាត់ធ្វើការទៅលើ theory of relativity ចឹងចម្លើយដែរហ្នឹងគឺ D តែនៅសល់2ទៀតបានន័យថាយើងដឹងពី instruction ថាមានចម្លើយខ្លះគឺលើស work on universal gravitation ណាគេមើលទៅគឺនេះ Isaac Newton ហើយនេះក៏មានផុសតាំងដែរ universal gravitation ចឹងចម្លើយកន្លែងនេះB improve the telescope អ្នកណាគេជាអ្នក improve telescope Galileo Galilei improve the telescope នេះមានចម្លើយនៅលើនឹងតែម្ដងចឹងកន្លែងហ្នឹងគឺ C ចម្លើយ C អូខេ